ជីវិតរបស់យើងកើតមកដើម្បីតែភ្លក្សរសជាតិតែប៉ុណ្ណោះបងប្អូនបាទគ្រប់មនុស្សដែលកើតមកបាទត្រូវតែស្គាល់ឲ្យគ្រប់រសជាតិបងប្អូនបាទចង់អីភ្លក្សនឹងទៅជីវិតរបស់យើងបាទកើតមកវាមិនទៀងទេបងប្អូនមកវិញបាទកើតមកបាត់ដៃទទេទៅវិញក៏ទទេដែរដូចនៅក្បួនកម្ពីចិនថាមកសូន្យទៅក៏សូន្យដែរបាទហើយបាទជីវិតយើងរស់នៅរាល់ថ្ងៃបាទធ្វើអ្វីដែលមានន័យសម្រាប់ខ្លួនឯងស្រឡាញ់ខ្លួនឯងច្រើនបាទចេះលះបង់ចេះដោះលែងចេះទទួលយកស្គាល់ការពិតតែ3ហ្នឹងគឺជីវិតរបស់យើងរស់នៅបានស្ងប់សុខបានហើយបងប្អូនហើយព្រះពុទ្ធបានសម្ដែងធម៌ថាគ្មានសេចក្តីណាបាទស្ងប់ស្មើនឹងសេចក្តីស្ងប់ទេបាទគ្មានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់នោះទេបងប្អូនបាទពាក្យហ្នឹងអញ្ចឹងហើយបាទជឿជាក់ថាបាទអ្នកមានទ្រព្យស្ដុកស្ដំអ្នកមានបាទគ្រួសារកក់ក្ដៅប៉ុណ្ណាក៏អត់អាចស្ងប់បានដែរព្រោះថាមហិច្ឆតារបស់មនុស្សគឺលោភលន់បងប្អូនរកស៊ីចង់បានចង់មានលើគេចង់បៀបថាចង់មានកេរ្តិ៍ឈ្មោះចង់មានទ្រព្យសម្បត្តិចង់មានអំណាចអីចឹងណាអញ្ចឹងមនុស្សអស់ហ្នឹងគឺកើតមកបាទគឺអត់មានសេចក្តីសុខក្នុងខ្លួនទេបងប្អូនបាទហើយចំពោះដែរក្តីសុខក៏សុខរបៀបថាលក្ខណៈថាมันជានិរន្តរ៍ដែរបាទវាអត់ទៀងទេជីវិតបាទគ្មានអ្វីអមតៈគ្មានអ្វីទៀងទេបាទកើតចាស់ឈឺស្លាប់បាទត្រូវតែទទួលយកការប៉ັດហើយរៀនស្រឡាញ់ខ្លួនឯងឲ្យច្រើនបងប្អូនស្រឡាញ់ខ្លួនឯងបាទហើយផ្ដល់បាទបទពិសោធន៍នៃជីវិតរបស់ខ្លួនឯងហើយត្រូវរៀនរស់នៅបាទម្នាក់ឯងឲ្យបានមិនថាតែអ្នកមានគ្រួសារជួបជុំសុខដុមឬក៏អ្នកដែលឯកានោះទេគឺត្រូវចាំថាចុងក្រោយគឺវាត្រូវតែឯកាត្រូវតែរស់នៅម្នាក់ឯងអញ្ចឹងរៀនទទួលយកការពិតបាទទៅថ្ងៃមុខគង់តែហ្នឹងបាទអ្នកខ្លះបើមិនបាទចាកចេញដោយការបាត់បង់ជីវិតឬក៏ចាកចេញដោយបាទគេទៅបាទផ្លូវរបស់គេផ្សេងអញ្ចឹងមានតែខ្លួនយើងទេដែលរស់នៅជាមួយនឹងខ្លួនយើងបានរហូតអស់មួយជីវិតតតែយើងចាកលោកទៅបងប្អូនដូច្នេះហើយបាទឆាកជីវិតរបស់យើងកុំរំពឹងថាអូយកអ្នកនេះមកដើម្បីនៅឲ្យបានជាដៃគូមួយយើងឬក៏មានកូនដើម្បីចាស់ទៅឲ្យកូនមើលថែយើងគឺគិតចឹងគឺខុសហើយបាទយើងរំពឹងទៅលើអ្វីមួយខ្លាំងខកបំណងក៏ខ្លាំងដែរបងប្អូនដូច្នេះហើយបាទកុំសង្ឃឹមទៅលើអ្វីមួយដែលវាបាទមិនពិតប្រាកដមិនទៀងទាត់មិនច្បាស់លាស់ព្រោះថាជីវិតរបស់យើងបាទច្បាស់លាស់នោះគឺថ្ងៃដែលយើងចាកលោកនឹងទៅទេគឺច្បាស់លាស់បាទពិតប្រាកដថាយើងកើតមកគឺដើម្បីចាកទៅវិញជីវិតរបស់យើងប្រៀបដូចទៅជាពពុះទឹកពពុះសាប៊ូអីចឹងបងប្អូនកាលណាតែវាពុះផុលឡើងមកវាក៏នឹងបែករលាយទៅវិញចឹងហើយត្រូវចាំថាបាទរូបរាងកាយរបស់យើងក៏វាមិនមែនជារបស់យើងដែរគង់មានថ្ងៃយើងនឹងចាកចេញពីបាទផែនដីនេះទ្រព្យសម្បត្តិគ្រប់យ៉ាងក៏វាមិនអាចយកទៅតាមទេបងប្អូន